សួស្តីអ្នកនរគ្នាចំពោះវីដេអូថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកគ្នាអំពីការ configure network load balancing ទៅលើ Windows Server ទៅលើ Windows Server 2025 តែចំពោះ lab ហ្នឹងដែរខ្ញុំចង់ឲ្យខ្ញុំនឹងធ្វើការ configure ទៅលើ server 3តែ configure ដែលខ្ញុំធ្វើការ hosting website នៅ server ទី2មួយ server ទី3ហើយpoint domain វាទៅកាន់ server ទី1ដើម្បីហើយយើង search ទៅយើង search តាមរយៈឈ្មោះដូច www អញ្ចឹងព្រោះឯនៅពេលដែលយើង hosting ទៅតាមពី server នេះពេលគេ search ទៅឃើញតើគេ search តាម IP ក្នុង local បានឃើញតែបើយើងយក server ទី1យើងនេះធ្វើជាតួ domain គឺក៏ DNS point ទៅកាន់ហ្នឹងទៅអញ្ចឹងនៅពេលដែលគេ search ឈ្មោះដែលយើងបាន assign ហ្នឹងវាប្រកាសជា load ទៅក្នុង local ហើយអញ្ចឹងក្នុង video ហ្នឹងយើងត្រូវការ Windows Server ចំនួន3តែ Windows Server ទី1នេះគឺវាមាន domain ដែលវាមាន domain controller ហើយចំពោះ server ទី2នេះserver ទី2 server ទី3គឺអត់ត្រូវមាន domain ទេគឺស្ថិតនៅក្នុង workgroup ធម្មតាតែតម្រូវឲ្យយើង install feature ដូចជា IIS ហើយនិង network load balancing ខ្ញុំមានចំពោះ network adapter អ្នកគ្នាអាចប្រើមួយណាក៏បានដែរអ្នកគ្នាប្រើ VNet ក៏បាន NAT ក៏បានតែខ្ញុំចូលចិត្តប្រើ VNet ដោយសារNAT វាអាចមានឱកាសបោះ IP auto អញ្ចឹងខ្ញុំចូលចិត្តប្រើ NAT វាស្រួលជាងអញ្ចឹងខ្ញុំមានតែក្នុងនេះវាមាន Windows Server តែ2អញ្ចឹងខ្ញុំធ្វើការ copy server ទី2នេះមួយទៀតខ្ញុំ rename វាហើយធ្វើការបើកវាហើយខ្ញុំធ្វើការតម្លើងAmazon Power on វាទាំង server ទី2 server ទី3តែខ្ញុំត្រូវចាំថាយើងត្រូវតែប្រើ memory តែ 2G ហើយជាមួយ processor តែ 2G ទេយើងបើក server ទី2 ទី3ដើម្បីចូលទៅ add feature ហើយចាំយើងបើក server ទី1តាមក្រោយហើយចាំបិទ server ទី3វិញដោយសារបើយើងបើកម្ដងទាំង3 server អញ្ចឹងemសឹងយើងវាតិនខ្លាំងខ្ញុំបង្ហាញឲ្យអំពីការ add feature នៅលើ server ទី2អញ្ចឹងការ add feature នៅលើ server ទី3ក៏ដូចគ្នាដែរតែពេលដែលយើង add feature server ទី2មិន server ទី3ក៏ត្រូវ add feature អញ្ចឹងដូចគ្នាដែរអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញអ្នកគ្នាតែក្នុងការ add feature server ទី2អញ្ចឹងពេល server ទី3អ្នកគ្នាអាចធ្វើការ add ខ្លួនឯងបានតែអាច assign API ក៏បានដែរចូលកាន់ម្លេះហើយជ្រើសពាក្យកាន់ add role feature ហើយជ្រើសយកទៅកាន់ install web service មួយ next ហើយជាមួយនឹងជ្រើសរើសទៅរក feature network load balancing យើងត្រូវការ install តែពីរហ្នឹងទេមួយ role web service ហើយនិង feature network load balancing server ទី3នេះក៏ដូចគ្នាដែរយើងចូលធ្វើការ assign IP វាទៅណា
គ្នា complete bạn nàoគ្នា install server ថ្មីផ្សេងគ្នាអត់អីទេbạn nàoគ្នា copy ដូចខ្ញុំទាំងគ្នា complete rename computer name ផងព្រោះឯនៅពេលដែល server ទី2មួយ server ទី3មាន computer name វាដូចគ្នានៅពេលយើង configure network load balancing វានឹងធ្វើឲ្យ corrupting អញ្ចឹងវាធ្វើឲ្យការ configure នឹង error អញ្ចឹងខ្ញុំធ្វើការ rename នេះហើយខ្ញុំដាក់ server ទី2ចឹងចឹងគោលដៅក្នុងលំហាត់ហ្នឹងមូលហេតុដែល configure load balancing ហ្នឹងគឺដើម្បី hosting website 2នៅ server មួយ server hosting website មួយមួយ server មួយទៀត hosting website មួយហើយ point ទៅកាន់ server ទី1យើងអញ្ចឹងមានថានៅពេលដែលឧទាហរណ៍បើយើងមានបញ្ហា server ទី3 server ទី2 server ទី2នេះ app អញ្ចឹង user ដែលគាត់ search ឈ្មោះ website យើងហ្នឹងនឹងចូល server ទី2តែបើ server ទី2យើង down ហើយយើងមាន server ទី3យើងអត់ down ទេអញ្ចឹងវា website នេះនឹងចូលមកកាន់ server ទី3តែនៅក្នុងវីដេអូនេះខ្ញុំធ្វើ add ពី website ផ្សេងគ្នា server ទី2 add website ផ្សេង server ទី3 add website ផ្សេងតែបើយើងធ្វើ real life ឬក៏ធ្វើផ្ទាល់មែនតើយើងអត់ add website ផ្សេងគ្នាទេយើងត្រូវ add website តែមួយទាំង server ទី2មួយ server ទី3នេះគឺ website តែមួយទេការ restart វាចឹងតទៅពី website យើង restart ហើយយើង app ហើយយើងចែកមក IP status សិនជួនកាល DNS នេះវាអាចនឹង change ទៅជា DNS local ឬក៏អ្នកគ្នាស្គាល់ថា DNS loop ទៅវាមានអីទេយើងធ្វើការ extract file របស់យើងដែលក្នុង file ហ្នឹងវាមាន HTML និង CSS Java អញ្ចឹងទៅហ្នឹងអាស្រ័យលើអ្នកគ្នាហើយចំពោះការ hosting ខ្ញុំអាចនឹងកន្លែង hosting នេះ IS នេះខ្ញុំអាចនឹង speed up តិចហ្នឹងផ្សាយមកគិតថាអ្នកគ្នាចាយចូលទៅកាន់ IIS ដើម្បី hosting local យើងលុប default website ចឹងខ្ញុំដាក់ web 2ហើយនេះហើយខ្ញុំ browse ទៅ interpub wroot ហើយ nova ហើយ IP ខ្ញុំជ្រើសយក10ហោះនេះយើងមិនបាច់ដាក់ទេឥឡូវខ្ញុំធ្វើការផ្ទះមួយសិនយក access rate 10.10.10.2អូខេដែរហើយទី3យើងនេះចូល IS ដូចគ្នាហើយសូមបញ្ជាក់មិញអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងបើអ្នកគ្នា copy ដូចខ្ញុំគួរតែ rename ទាំង server ទី2មួយ server ទី3 rename computer name ទៅកុំឲ្យវាជាន់គ្នាមានធ្វើការ corrupting នៅពេលយើង configure network load balance អូខេយើងមានថា hosting local យើងដាក់ហើយអញ្ចឹងនៅចំណុចតបយើងគឺចូល server ទី1ទៅ add domain name មួយទៀតដែលយើងឧទាហរណ៍ខ្ញុំដាក់ឈ្មោះ mansi.com អញ្ចឹងទៅដើម្បីឲ្យនេះ
ពេល user search menc.com ហ្នឹងគឺនឹងចូល website មួយនៅក្នុងចំណោម server ទី 2 server ទី 3 នេះតែបើ server ទី 2 down គឺអ្នក search ពេលក្រោយឬក៏គេ refresh ហ្នឹងគឺត្រូវចូល server ទី 3 ហ្មង hosting website ដែលខ្ញុំ hosting នៅ server ទី 3 ហ្នឹងអញ្ចឹងយើងចូលធ្វើការបើកម៉ាស៊ីនទី 1 យើងជាល្អអ្នកគ្នាអាច pin test ក៏បានដែរជៀសវាងទីវាងថាយើង pin ហ្នឹងវាមានបញ្ហាតាក់ទងនឹង pin អត់ដោយសារមុននឹងធ្វើនៅ load balancer យើងអាច pin សិនបានបើគ្រាន់តែយើង pin ហ្នឹងវា error បាត់ហើយយើងមិនថាការ configure នៅ load balancer យើងក៏វាអាចនឹង error ដែរហើយវាជា server ទី1របស់ខ្ញុំដែលខ្ញុំបាន assign IP រួចរាល់ចាំតិចវាខ្ញុំតទៅដូចលក្ខខណ្ឌខ្ញុំនិយាយយ៉ាងអ្នកគ្នាបើអ្នកគ្នាមានបញ្ហាបើយើង pin តែទៅគ្នាអត់ដែរផងយើង configure never load balance មិនដែរអញ្ចឹងយើងត្រូវ test pin មើលសិនខ្ញុំទៅ pin ទៅ server ទី 2 ដែរខ្ញុំថា pin ទៅ server ទី 2 ដែរ pin ទៅ server ទី 3 ដែរបើអ្នកគ្នាជួបបញ្ហាពេល pin ទៅ general file អីអ្នកគ្នាគួរអាចនឹង reset network adapter លុបចោលឲ្យ add ថ្មីឬក៏មួយទៀត reset network នេះ option នេះ network reset ហ្នឹងអ្នកគ្នា network អាចសាក network reset ហើយឬក៏ change network adapter change network adapter មកថាលុបចោលខ្ញុំចង់មានថាលុបចោលឲ្យ add មកថ្មីមិន change ឧទាហរណ៍អានេះបើនេះប្រើ VMnet 6ទាំងអស់ហ្នឹងត្រូវប្រើ VMnet 6ទាំងអស់ចាំតទៅពី pin វាដែរហើយយើងចូលទៅការ configure DNS ចូលប្រកាន់ forward log at zone right click វាដូចជា new zone ហើយ next តាមពី zone ហ្នឹងហើយយើងត្រូវឲ្យជ្រើសយក option ខាងលើ next ឲ្យដាក់ឈ្មោះមកmenc.com ចាស់អូខេឥឡូវខ្ញុំបង្កើតបានមកហើយយើងតទៅពីអ្នកខ្ញុំបង្កើត menc.com ហើយចូលមកកាន់ menc.com ហ្នឹង right click new host AA បង្កើតទៅកាន់ IP ទី 1 របស់យើងសិនច្រឡំយើងត្រូវ right click ឥឡូវនេះខ្ញុំ click right click copy ហើយ create associate path code ហើយ string ទៀតអូខេដូចគ្នាទៅកាន់ server ទី 2 យើងត្រូវសរសេរ .2 អូខេហើយចឹងទៀតធ្វើទៅកាន់ server ទី 3 ម្ដងតទៅយើង assign DNS configure DNS យើងហើយយើងទៅធ្វើការ configure network overlay ម្ដងចឹងធ្វើការ configure network overlay ហ្នឹងលើ server ទី 2 ខ្ញុំចូលទៅកាន់ tool ជ្រើសពាក្យ network balancing right click ទៅកាន់ cluster យើងហើយយើង add ខ្លួនឯងមុនសិនកន្លែងនេះអ្នកគ្នាយក default ត្រូវ default មិញនេះកន្លែងនេះយក default យើងមិនបាច់កាយទេហើយ add address add IP របស់ Windows Server ទី 1 យើងដើម្បីវា point ទៅnext កន្លែងនេះយើង save មក menc.com ហើយជ្រើសពាក្យបើអ្នកគ្នា multicast នេះគឺយើងសំដៅទៅលើការ hosting website ពី1ទៅច្រើនចំពោះ unicast នេះគឺមួយពី website មួយនិង server មួយហ្មងអ្នកគ្នាគិតថានេះ one to one ហើយនេះ one to many ហើយយើងមូលហេតុដែលយើងប្រើ multicast នេះដោយសារ option scenario យើងពីនេះគឺ one to many ដូចនេះ server 1 ហ្នឹងទៅ many ដូចជា 2 3 យ៉ាងទៅយើងមិន server 1 server 2 អាហ្នឹងបើ server 1 server 2 ហៅ unicast ហើយបើយើងconfigure នេះ load balance never សុំទោស
បើយើង configure never load balancing ទៅប៉ុណ្ណឹងហើយយើងធ្វើការ edit port មកដែលយើង test នេះគឺ HTTP ចឹងយើងប្រើប្រាស់ port 80 បើអ្នកគ្នាចង់ configure HTTPS យើងត្រូវប្រើ port 443ហើយ check ពាក្យ none អូខេ finish ចាំវាបន្តិចមួយធ្វើការ add វាធ្វើការ app ច្រឡំអូខេចាំវា app ឡើងមកអាច add មួយនេះក៏បានដែរ add server ទី3ហើយ server ទី3មកដែរចឹងកន្លែងហ្នឹងវានឹងយូរបន្តិចនេះគ្នាពេលហៅ server ទី3ហ្នឹងមកមួយទៀតចឹងពេលអ្នកគ្នាវាយទាញហៅ server ទី3មកហ្នឹងវាអាចនឹងមកស្ទុះចឹងអ្នកគ្នាចង់មកស្ទុះទៅហើយ next យើងមិនបាច់ configure ទេវា copy setting ពីយើងធ្វើមិនដំបូងហ្នឹងហើយអូខេអញ្ចឹងវាថា never load balancing យើងនេះវាបាន configure រួចរាល់អញ្ចឹងអ្នកគ្នាអាចចូលទៅ test មើល ISS អ្នកគ្នាមិនសារទៀតសិនក៏បានដែរមុននឹងកំណត់ថាវាច្បាស់ហ្មងថា website ទាំងអស់ហ្នឹងវាពិតជាដើមមែនអូខេដើមអញ្ចឹងនៅពេលដែលយើង website ដើមអស់យើង test ទៅលើ client តែម្ដងដូចប្រហែលអ្នកគ្នាអញ្ចឹងមិញខ្ញុំម៉ាស៊ីនទាំង3នេះខ្ញុំប្រើ VMnet 6អញ្ចឹង client ខ្ញុំក៏ប្រើ VMnet 6ដែរតែមើលអស់ហ្នឹងអូខេអញ្ចឹងថា website ហ្នឹងគឺដើរស្រួលធម្មតាទេយើងធ្វើការ test លើ client ម្ដងអូខេបើមិនសិនច្រើនពេកវារៀងរ៉ែកតិចតែអ្នកគ្នាបើអ្នកគ្នាអត់ assign DHCP server នៅលើ server ទី1ទេអញ្ចឹងវាអត់បាន IP ឲ្យ client ទេអញ្ចឹងដើម្បីឲ្យ client connect មានថា website យើងទៅឃើញដើរក្នុង local តោះតែយើង assign IP ទៅឲ្យកាន់ client ហ្នឹងបើអ្នកគ្នា configure DHCP យើងមិនបាច់បោះយើងមិនបាច់ assign IP មកកាន់ client ទេវាអាច connect website ហ្នឹងទៅកាន់ដើរទាំងអស់គ្នាមកអញ្ចឹងធ្វើការ config មួយសិន10ចុះ4ត្រូវហើយចំពោះ DNS នេះយើង point ទៅកាន់ server ទី1របស់យើងគេអាមកហើយអ្នកគ្នាកុំភ្លេច clear cache ផងកន្លវាជាប់អ្នកគ្នាធ្វើការងារចាស់អញ្ចឹងវានឹងជាប់ cache អញ្ចឹងយើងគួរតែ clear cache ចោលមួយសិតខ្ញុំ lag មែនតើបាទ 3 4សិនច្រើនពេក history គេខាត់ចោលទៅឥឡូវយើងធ្វើការ test ទាំងអស់គ្នាថាពេលយើង search មែន www.menc.com ហ្នឹងចូលទៅកាន់ website យើងហើយអូខេវា loader នេះមានថា fresh mat អញ្ចឹងវាដូចទៅវាកំពុងចាប់វាអាចនឹងចាប់វាចាប់ website វាចាប់ website ទីនៅ server ទី3វាចាប់ website នៅ server ទី3មុននេះអ្នកគ្នាបានឃើញអញ្ចឹងមានថាបើ user មួយចូលមកវាប្រកាសទៅចូលទៅកាន់ server ទី2បើ user មួយទៀត search ឈ្មោះនឹងដែរតែដូចខ្ញុំនិយាយអញ្ចឹងបើក្នុង scenario ពិតប្រាកដគេអត់ hosting website ផ្សេងគ្នាអញ្ចឹងទៅគេ hosting website មួយដូចគ្នាតែនៅលើ server 2ដើម្បីឲ្យ server ហ្នឹងអាប់24ម៉ោងរហូតទាំងឧទាហរណ៍បើ server ទី2មានបញ្ហា server ទី3ជំនួសហ្មងអញ្ចឹងខ្ញុំចង់ឲ្យ PC ហ្នឹងដែរពេល search ឈ្មោះហ្នឹងវាទៅកាន់ website នៃ server ទី2ដែល no one salon របស់ខ្ញុំហ្នឹងអញ្ចឹងខ្ញុំធ្វើការ stop វាដែលអ្នកគ្នាអាច shut down server យើងក៏បានដែរគេហៅថា stop ពីថា down អញ្ចឹងខ្ញុំបិទវាឲ្យវា down មួយសិនអូខេអញ្ចឹងខ្ញុំចង់ដឹងថាពេលយើង restart ឬក៏ refresh វាម្ដងទៀតវាចូលទៅកាន់ website យើង
ទៀតហ្នឹងអូខេអញ្ចឹងវា load website Nova យើងមកហើយនេះអ្នកគ្នាវាត្រូវការពេលមួយស្ទុះដើម្បីក្នុងការដំណើរការឬក៏វាដើរឲ្យរលូនអញ្ចឹងដើម្បីវាឲ្យ website នឹងអាប់មកជំនួសអញ្ចឹងនៅក្នុងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអញ្ចឹងគិតថាអ្នកគ្នាអាចធ្វើវាបានចំពោះបញ្ហា network load balance ហ្នឹងបើអ្នកគ្នាក៏ configure ទៅវា corrupting error អ្នកគ្នាអាចបើអ្នកគ្នា copy server ដូចខ្ញុំអញ្ចឹងអ្នកគ្នាអាចចូលទៅកាន់ rename វាបានហើយបើតើតើនឹងបញ្ហា network អ្នកគ្នាអាចប្រើប្រាស់ tool network reset ដែលមាននៅក្នុង Windows ស្រាប់ហ្មងអាច reset វាហើយឬក៏ពេលអ្នកគ្នា network reset ហ្នឹងហើយអ្នកគ្នាអាចលុប network adapter ហ្នឹងឲ្យ add សារទៀតឬក៏អ្នកគ្នាអាច assign អាចសាស assign IP ផ្សេងឧទាហរណ៍ឥឡូវក្នុងលំហាត់នេះខ្ញុំដាក់ 10.10.10.1 តែអ្នកគ្នាក៏អាច assign IP ផ្សេងបានដែរអ្នកគ្នាអាច assign 192.1.1 វិញជំនួសឲ្យ10ហ្នឹងវិញអញ្ចឹងបើសិន server ទី2ទី3អ្នកគ្នាក៏ត្រូវ assign 192.1.1 ហ្នឹងដែរតែអាចកតុយ2ឬកតុយ3វិញហ្នឹងទៅតាមតម្រូវការអ្នកគ្នាហើយអ្នកគ្នាអាចប្រើប្រាស់ tool network reset នេះដែលប្រើប្រាស់សម្រាប់ reset information network យើងចោលទាំងអស់ជួនកាលវាអាចនឹងចប់ខាតយ៉ាងទៅអាចនឹងធ្វើវាមានបញ្ហាដែរអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេ